ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកធ្វើមុខម្ហូបស្ងោរជើងជ្រូកជាមួយនឹងស្លឹកខ្ទឹមបងប្អូនមុខម្ហូបប្រភេទនេះក៏ពេញនិយមខ្លាំងដែរសម្រាប់ប្រជាជនខ្មែរយើងជាពិសេសគឺយើងបរិភោគជាមួយនឹងម្ទេសជាមួយនឹងបាយក្តៅៗហឹលៗគឺឆ្ងាញ់តែម្ដងព្រោះមុខម្ហូបនេះគឺមានរសជាតិហឹរជូរជ្រះហើយបើយើងដាក់ម្ទេសគឺត្រូវគ្នាខ្លាំងណាស់បងប្អូនដើម្បីបានម្ហូបមួយមុខនេះយើងត្រូវស្រុះជើងជ្រូកជាមុនសិនមូលហេតុដែលយើងស្រុះជើងជ្រូកគឺយើងដើម្បីកាត់បន្ថយកុំឲ្យមានក្លិនឆ្អាបនឹងធ្វើឲ្យសម្លបង្កើតឲ្យជារសនិងឈ្ងុយឆ្ងាញ់ផងដែរបន្ទាប់ពីយើងស្រោះជើងជ្រូករយៈពេល50វិនាទីហើយគឺយើងស្រង់ជើងជ្រូកនឹងដាក់មួយឡែកឲ្យស្រស់ទឹកចាបងប្អូនពេលយើងស្រង់ជើងជ្រូកហើយយើងត្រូវទុកជើងជ្រូកមួយឡែកសិនដើម្បីឲ្យស្រស់ទឹកអញ្ចឹងណាបងប្អូនហើយនេះគឺជាបន្លែរបស់យើងសម្រាប់ស្ងោរណាំងើជាមួយនឹងជើងជ្រូករបស់យើងហើយនេះគឺជាជើងជ្រូកដែលយើងបានស្រោះហើយយើងក៏បានចិញ្ច្រាំខ្ទឹមទុកម្ល៉េះផងដែរដើម្បីបំពងខ្ទឹមកកូរជាមួយនឹងឆ្អឹងជ្រូកបងប្អូនបន្ទាប់ពីខ្ញុំរៀបចំទុកដាក់បន្លែរួចរាល់ហើយខ្ញុំក៏បន្តទៅបេះម្ទេសខ្ចីនិងម្ទេសទុំដើម្បីដាក់ជាមួយនឹងសម្លណាំងើរបស់យើងចាបងប្អូននេះគឺជាម្ទេសដែលខ្ញុំបានបេះហើយបន្តមកទៀតក៏ខ្ញុំមកដំគល់ស្លឹកគ្រៃដើម្បីដាក់ជាមួយនឹងសម្លណាំងើបន្ទាប់មកទៀតយើងដាក់ឆ្នាំងឲ្យក្តៅយើងចាក់ប្រេងសណ្តែកចូលឲ្យក្តៅផងដែរហើយយើងចាក់ខ្ទឹមចិញ្ច្រាំចូលនិងដាក់គល់ស្លឹកគ្រៃចូលតែម្ដងយើងកូរខ្ទឹមចិញ្ច្រាំហើយនឹងគល់ស្លឹកគ្រៃឲ្យឡើងជើងក្រងសិនយើងកូរទៅឲ្យឡើងជើងក្រងសិនណាបងប្អូនបន្ទាប់មកទៀតបានយើងដាក់ជើងជ្រូកចូលចាបងប្អូនជើងជ្រូកនេះគឺជាជើងជ្រូកដែលយើងបានស្រោះហើយអំបិញមិញបងប្អូនវាមានសភាពស្រស់តែអត់ឆ្អាបទេបើសិនមកបងប្អូនចង់ស្រោះសាច់ជ្រូកកុំឲ្យមានជាតិឆ្អាបបងប្អូនចង់ថែមអំបិលបន្តិចក៏បានដែរដើម្បីឲ្យបងប្អូនទុកចិត្តកុំឲ្យថាជើងជ្រូកពេលយើងស្រោះហើយទៅនៅតែឆ្អាបអញ្ចឹងណាបងប្អូនហើយអានេះគឺជាណាំងើរបស់យើងពេលយើងបន្ទាប់ពីយើងកូរហើយមើលទៅទឹកពុះហើយគឺយើងចាក់ទឹកត្រីចូលចាក់ស្ករចូលហើយនឹងចាក់ប៊ីចេងចូលតែម្ដងបងប្អូនយើងមិនបាច់ថែមអំបិលទេព្រោះអីណាំងើវាមានរសជាតិប្រៃតែម្ដងហើយបន្ទាប់មកទៀតយើងឃើញថាវាឆ្អិនល្មមហើយគឺយើងចាក់ទឹកចូលឲ្យពុះម្ដងទៀតធ្វើម៉េចរំងាស់ឲ្យផុយណាបងប្អូនចាបងប្អូនមើលទៅសម្លណាំងើយើងចេញបានលទ្ធផល80%ហើយមើលទៅយើងឃើញថាពុះល្មមគួរសមហើយក៏យើងបង់ខ្ទឹមបារាំងហើយនឹងស្មើមខ្ទឹមរបស់យើងចូលតែម្ដងពិសេសនោះគឺកុំភ្លេចបង់ម្ទេសចូលតែម្ដងបន្ទាប់មកទៀតគឺយើងដាក់ណាំងើចូលតែម្ដងបងប្អូនយើងមើលយើងដាក់តាមចំណង់ចំណូលចិត្តបើជូរប្រៃហឹរអីបងប្អូនថែមទៅតាមចំណង់ចំណូលចិត្តបងប្អូនទៅបើយើងខ្វះរសជាតិជូរឬក៏ប្រៃឬក៏ហឹរអ្វីបងប្អូនថែមទៅតាមចំណង់ចំណូលចិត្តបងប្អូនដែលមានទៅបងប្អូនខ្ញុំមានម្ទេសដាំខ្លួនឯងអញ្ចឹងក៏ខ្ញុំដាក់ម្ទេសខ្លួនឯងហើយសម្រាប់សម្លមួយមុខនេះគឺត្រូវខ្លាំងមែនទែនជាមួយនឹងម្ទេសវាមានរសជាតិជូរហឹរគឺត្រូវខ្លាំងណាស់បងប្អូនអរគុណបងប្អូន